ថៅកែជនជាតិចិនបានទាញកាបិតតាំងតោកាប់កម្មករជនជាតិខ្មែរបណ្ដាឲ្យរងរបួសដើមចេញអំពីរឿងជនរងគ្រោះចូលបាត់ជើងធំក្នុងបន្ទប់ទឹកយូរពេកចេញមកគាត់កាន់កាបិតមកគាត់ដេញកាប់ពួកខ្ញុំកាប់ហើយកាប់អត់បានគាត់កាប់តោកាប់ព្រោះរកកាប់បាបងតែគាត់យកដៃរងអូចឹងចំដៃតែអត់ចឹងបំរុងកាប់ហ្នឹងកាប់ក្បាលហ្មងចាគាត់យកដៃធរជុំសាហាវមែនចិនហ្នឹងហ្មងចាចិនតែមកទាញតាំងតោកាប់រងក្បាលហ្មងចាកាបិតគាត់រងចំដៃចាហើយគាត់ធ្វើនេះរត់ទៅកាប់បានគាត់កាប់តោម្ដងចឹងដំបងឡើយចំនួននេះកើតចេញពីជនរងគ្រោះដែលគេកាប់ហ្នឹងគាត់ចូលបន្ទប់ទឹកយូរពេកចាគាត់ចូលតែផ្លែតែគេថាចូលកន្លះម៉ោងតែមកខ្ញុំអីក៏ហ្នឹងហើយមកពីប្រធានហ្នឹងទៅប្រាប់ចិនមិនចិនដេញកាប់ពួកខ្ញុំចឹងប្រធានក្រុមឆ្លោះជាមួយនឹងកម្មកររឿងចូលបន្ទប់ទឹកយូរពេកហើយប្រធានក្រុមនោះក៏រាយការណ៍រឿងនេះទៅជនជាតិចិននោះក្រោយមកជនជាតិចិននោះទាញកាបិតកាប់ជនរងគ្រោះមកចាដេញកាប់បើខ្ញុំមករត់តនេះកាប់ខ្ញុំបាត់ព្រោះខ្ញុំមកគៀនហ្នឹងឲ្យគាត់ចិនដល់ហើយខ្ញុំរត់ហើយអ្នកអង្គចាស់ទៅថាគេយកកាបិតផងការពីខ្លួនឯងការពីបើដេញកាប់នេះការពីខ្លួនឯងទៀតអ្នកអង្គចាស់និយាយខ្មែរកាន់ជើងចិនជនមានប្រភពម្ខាងទៀតគេនិយាយថាដោយសារមានក្រុមជនរងគ្រោះចាំស្ទាក់វាយទៅខាងប្រធានក្រុមខ្ញុំជេរបងខ្ញុំព្រោះវាយវាហាខ្ញុំទៅផ្ទះវិញហើយគ្នាខ្ញុំវាជួយចាំយកម៉ូតូហើយគាត់ថាខ្ញុំស្ទាក់វាយគេបើពួកខ្ញុំដៃស្ពកគេទៅវាយចាស់ហើយគាត់ចាស់ហើយណាខ្ញុំទៅវាយអូអញ្ចឹងពួកបងមានចាំស្ទាក់វាយអីហ៎ចាំយកម៉ូតូចាំយកម៉ូតូទេចាម៉ូតូលោកអ្នកនាងជាទីមេត្រីថៅកែជនជាតិចិនបានទាញកាបិតតាំងតោកាប់កម្មករជនជាតិខ្មែរបណ្ដាឲ្យរងរបួសហើយបន្តកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះបណ្ដាឲ្យរងការខូចខាតជុំវិញហេតុការណ៍នៃអំពើហិង្សានេះដើមចេញអំពីរឿងជនរងគ្រោះចូលបាត់ជើងធំក្នុងបន្ទប់ទឹកយូរពេកហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី19ខែមិថុនាឆ្នាំ2026ស្ថិតនៅក្នុងទីតាំងរោងចក្រមួយកន្លែងនៅតាមបណ្ដោយផ្លូវបេតុងភូមិជ្រៃកោងសង្កាត់ចំចៅទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញក្រោយមានហេតុការណ៍ជនជាតិចិនដែលជាថៅកែរោងចក្រកាប់កម្មករជនជាតិខ្មែរបណ្ដារងរបួសនេះគឺកម្លាំងនគរបាលជំនាញបាននាំខ្លួនជនបង្កដែលជាថៅកែជនជាតិចិនមកសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំចៅទី2បងស្រីជួយបញ្ជាក់ហេតុការណ៍នេះមូលហេតុអ្វីទើបនាំឲ្យមានការកាប់គ្នាបែបនេះបងមួយនៅក្នុងចាក់ហ្នឹងបងគាត់អីដែរបងខ្ញុំគាត់បកាយគ្នាមួយអ៊ីមួយនោះតែវាអ៊ីមួយហ្នឹងអ្នកណាគេគាត់គេដូចចាប្រធានគាត់ใส่ឡូឡាក៏វាចូលបន្ទប់ទឹកតាមផ្លែគាត់ថៃចេថាងចូលកន្លះម៉ោងតែមកវារៀងជឺក្បាលដែរវាចេញទៅក្រៅវាធ្វើឲ្យវាចាំនៅមុខអពេលប្រហែលម៉ោង 5:40គាត់ចេញមកគាត់ใส่ឲ្យពួកខ្ញុំណាតែពេលគាត់ឈ្មោះចូលតែថាម៉េចគាត់សាចិនខ្ញុំអត់ទៅស្ដាប់អ្នកដែលកាប់នឹងស្រែកចាចិន3នាក់ហើយតមកបានស្រុកគាត់ធ្វើចូលក្នុងអពេលបានរៀង5នាទីគាត់ចេញមកគាត់កាន់កាបិតមកគាត់ដេញកាប់ពួកខ្ញុំកាប់ហើយកាប់អត់បានគាត់កាប់តោកាប់គាត់រកកាប់បាបងតែគាត់យកដៃរងអូចឹងចំដៃតែអត់ចឹងបំរុងកាប់ហ្នឹងកាប់ក្បាលហ្មងចាគាត់យកដៃធរជុំសាហាវមែនចិនហ្នឹងហ្មងចាចិនតែមកទាញតាំងតោកាប់រកក្បាលហ្មងចាកាបិតគាត់រងចំដៃចាហើយគាត់ធ្វើនេះរត់ទៅកាប់បានគាត់កាប់តោម្ដងអូកាប់តោកាប់ម៉ូតូអញ្ចឹងសរុបមកវិញអ្នករងរបួសតែម្នាក់ទេចាព្រោះគាត់ដឹងអីគាត់អ្នកមកចាំហើយកាប់ម៉ូតូហ្នឹងទៀតចាអូអញ្ចឹងមូលហេតុអ្វីដែលមុននាំឲ្យមានការកាប់នេះមូលហេតុអីគេអូនមូលហេតុខ្ញុំក៏សតដែរព្រោះខ្ញុំចេញពីរោងចក្រហ្នឹងខ្ញុំអង្គុយចាំទៅចិនគាត់ចេញមកគាត់ស្រែកជេរពួកខ្ញុំហើយបានមិនស្ទុះបើគាត់ដេញកាប់អូចឹងមូលហេតុដំបូងមិនមែនទំនាស់មួយប្រធានក្រុមណាអត់ទេអត់ស្រួលគាត់ជេរពួកខ្ញុំដើរចេញមកតែប៉ុណ្ណឹងអ្នកជេរបងប្រធានក្រុមអ្នកជេរចាចឹងដំបូងឡើងប្រធានក្រុមអ្នកជេរចាគាត់ជេរបងចូលទឹកតាមផ្លូវគាត់ថាចូលហប់កន្លះម៉ោងវិញមិនវាចេញទៅឈប់ធ្វើវាចេញទៅវិញហ្នឹងព្រោះយើងហ៊ានប្រាប់គាត់ព្រោះគាត់ប៉ិនជេរដែរចឹងដំបូងឡើងចំនួននេះកើតចេញពីជនរងគ្រោះដែលគេកាប់ហ្នឹងគាត់ចូលបន្ទប់ទឹកយូរពេកចាគាត់ចូលតាមផ្លែតែគេថាចូលកន្លះម៉ោងតែមកគាត់អីក៏ហ្នឹងហើយមកពីប្រធានហ្នឹងទៅប្រាប់ចិនមិនចិនដេញកាប់ពួកខ្ញុំចឹងប្រធានក្រុមឆ្លោះជាមួយនឹងកម្មកររឿងចូលបន្ទប់ទឹកយូរពេកហើយប្រធានក្រុមនោះក៏រាយការណ៍រឿងនេះទៅជនជាតិចិននោះក្រោយមកជនជាតិចិននោះទាញកាបិតកាប់ជនរងគ្រោះមកចាដេញកាប់បើខ្ញុំមករត់តនេះកាប់ខ្ញុំបាត់ព្រោះខ្ញុំមកគៀនហ្នឹងឲ្យគាត់ចិនដល់ហើយខ្ញុំរត់ហើយអ្នកអង្គចាស់ទៅថាអីគេយកកាបិតផងការពីខ្លួនឯងការពីបើដេញកាប់នេះការពីខ្លួនឯងទៀតអ្នកអង្គចាក់និយាយខ្មែរកាន់ជើងចិនចូលមានប្រភពម្ខាងទៀតគេនិយាយថាដោយសារមានក្រុមជនរងគ្រោះចាំស្ទាក់វាយទៅខាងប្រធានក្រុមខ្ញុំជេរបងខ្ញុំព្រោះវាយវាហាខ្ញុំទៅផ្ទះវិញហើយគ្នាខ្ញុំវាជួយចាំយកម៉ូតូហើយគាត់ថាខ្ញុំស្ទាក់វាយគេបើពួកខ្ញុំដៃស្ពកគេទៅវាយចាស់
ai cất chạy đó nhưng tụi bay chân phụ bố mình chăm sẹo vay ấy đó chăm nhom tô chăm nhom mà tô đi chàng mà tô nó không phòng chàng លោកអ្នកនាងជាទីមេត្រីបើតាមការបញ្ជាក់ពីភាគីខាងជនរងគ្រោះបានបញ្ជាក់ថាដំបងឡើយគឺជនរងគ្រោះដែលត្រូវបានចិននោះកាប់ឲ្យរងរបួសនោះគាត់បានមានទំនាស់ពាក្យសម្ដីជាមួយប្រធានក្រុមដោយសារតែប្រធានក្រុមនោះបានចោទគាត់ថាគឺគាត់ចូលបន្ទប់ទឹកយូរពេកបន្ទាប់ពីមានទំនាស់ជាមួយនឹងប្រធានក្រុមជាមួយនឹងជនរងគ្រោះរួចប្រធានក្រុមនោះក៏បានរាយការណ៍រឿងនោះទៅកាន់ជនបង្កដែលជាថៅកែរោងចក្រក្រោយមកថៅកែរោងចក្រជាជនជាតិចិននោះបានយកកាំបិតតាំងតោកាប់ទៅលើជនរងគ្រោះចំដៃបណ្ដាឲ្យរងរបួសក្រោយមកជនរងគ្រោះបានគេចចេញពីការកាប់នោះជនបង្កជនជាតិចិនមិនអស់ចិត្តបានយកកាំបិតតាំងតោនោះកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះបណ្ដាឲ្យរងការខូចខាតក៏ប៉ុន្តែបើតាមប្រភពព័ត៌មានមួយទៀតដែលជាកម្មករធ្វើការរោងចក្រក្នុងទីនោះផងដែរគាត់បានបញ្ជាក់ថាដំបងឡើយដោយសារតែកម្មករដែលជាជនរងគ្រោះមានទំនាស់ពាក្យសម្ដីជាមួយនឹងបងស្រីដែលជាប្រធានក្រុមនៅក្នុងរោងចក្រនោះហើយពួកគាត់បានបន្តថាជនរងគ្រោះបានហៅគ្នាបងប្អូនមកចាំស្ទាក់វាយស្ត្រីដែលជាប្រធានក្រុមធ្វើឲ្យប្រធានក្រុមមានការផិតភ័យក៏បានរាយការណ៍រឿងនេះទៅប្រាប់ថៅកែដែលជាជនជាតិចិនហើយក៏ជាជនបង្កនោះធ្វើឲ្យជនជាតិចិនមានការខឹងសម្បាទប់កំហឹងមិនបានក៏បានទាញកាំបិតតាំងតោកាប់ទៅលើជនរងគ្រោះតែម្ដងក្រោយមានហេតុការណ៍នេះកើតឡើងកម្លាំងនគរបាលជំនាញនៃប៉ុស្តិ៍នគរបាលរដ្ឋបាលចំចៅទី2បានឃាត់ខ្លួនជនបង្កជាជនជាតិចិនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំចៅទី2ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់ដោយកម្មករជនជាតិខ្មែរត្រូវបានជនជាតិចិនកាប់ឲ្យរងរបួសនេះមានឈ្មោះហ៊ុំសំណាងភេទប្រុសអាយុ23ឆ្នាំមានស្រុកកំណើតនៅភូមិត្រោះឃុំជ័យកំពកស្រុកព្រះស្ដេចខេត្តព្រៃវែងអរគុណប្រិមិត្តដែលចំណាយពេលតាមដានទស្សនានៅការផ្សាយរបស់ក្រុមការងាររីករាយសម្បាទសីហានិងក្រុមការងារសូមអរគុណសូមគោរពលាជែលសូត្រមាសនេះដោយសារតែវាលាងជំរះបានល្អអាហ្នឹងគឺជាផលិតផលរបស់ខ្មែរល្អប្រើបងប្អូនខ្ញុំប្រើតែសាប៊ូសូត្រមាសទេកាលមុនគេមានជាប្រភេទសាប៊ូដុំឥឡូវគេអាប់ដេតគេចេញសាប៊ូទឹកទៀតហ្វូមលាងមុខជាប្រភេទជែលណាជែលសូត្រមាសគឺល្អប្រើខ្លាំងហ្មងលាងសម្អាតបានល្អបានជ្រៅទៅក្នុងស្រទាប់ស្បែកហើយអត់ស្ងួតស្បែកមុខទេអ្នកដែលកំពុងមានបញ្ហាមុខខ្មៅស្អាប់មកពីដើរលេងចូលឆ្នាំមុខឡើងខ្មៅអែមែនទេនេះសាក់លបងប្រើជែលសូត្រមាសនេះទៅឬក៏អ្នកដែលមុខជួមមុខឡើងមុនមុខឡើងរោលអីណាជែលសូត្រមាសនេះគឺអាចជួយបានតែជាល្អមែនទែនហើយអត់សូវមានពពុះទេព្រោះវាជាប្រភេទជែលបងប្អូនខ្ញុំស្រឡាញ់ថងថាវាជ្រះស្បែកមុខល្អហើយអត់ស្ងួតមុខទេល្អប្រើមែនទែនផលិតផលកូនខ្មែរមួយមុខនេះផ្សំឡើងពីសបុកតកៅនាងដែលជាវត្ថុធាតុដើមកម្រសម្បូរទៅដោយវីតាមីនសម្បូរទៅដោយ collagen ដែលជំនួយទៅដល់ស្បែកចាំអីទៀតអ្នកដែលកំពុងតែមានបញ្ហាមុខខ្មៅស្អាប់ជួមឬក៏មុនឬក៏មុខរលាក់ស៊ីឬក៏អ្នកដែលមានបញ្ហាអីសោះក៏អាចប្រើប្រាស់បានដែរជែលសូត្រមាសពីក្រុមហ៊ុន X Beauty រកទិញបានតាមរយៈ page X Beauty ដែលផ្ទាល់ហើយឥឡូវផលិតផលនេះកំពុងតែផ្ទុះលក់ដាច់ខ្លាំងណាស់ឥឡូវនេះគេអាប់ដេតជាប្រភេទដបប្រភេទទឹកចឹងស្រួលដាក់តាមខ្លួនទៅណាក៏យកទៅបានយ៉ាងស្រួលអរគុណបងប្អូនដែលចូលចិត្តវីដេអូរបស់នាងខ្ញុំជម្រាបលា